ភាគពីរកំឡោះអៀនព្រាននៅតាមដងផ្លូវជាតិលេខ21នាខាងមុខវិទ្យាល័យតាខ្មៅសិស្សានុសិស្សទាំងឡាយកំពុងតែបណ្ដាកង់ម៉ូតូចេញពីសាលាយ៉ាងពពាក់ពពួនព្រោះពេលនេះគឺម៉ោង11ហើយក្នុងចំណោមនោះសិស្សយុវជនមួយក្រុមដែលមានគ្នាប្រមាណ7-10នាក់ហើយសុទ្ធតែជិះកង់ដូចគ្នាបានជិះឡើងមកផ្សារតាខ្មៅហើយបត់តាមផ្លូវខាងជើងផ្សារតម្រង់ទៅកាន់ផ្លូវមាត់ទន្លេបាសាក់វិញលុះមកដល់សួនច្បារតាខ្មៅពួកគេក៏នាំគ្នាជិះឡើងលើសួនទាំងអស់គ្នាតែដោយឡែកយុវជនម្នាក់ដែលមានទឹកមុខស្ងប់ស្ងួតជាងគេហើយប្រហែលជាមនុស្សមិនសូវចេះនិយាយស្ដីច្រើនផងនោះមិនចូលចិត្តទៅនឹងគេឡើយនេះបាត់កង់បំរុងជិះទៅមុខបន្តភ្លាមនោះសម្លាញ់របស់គេក៏ស្រែកមកសួរអេអាសនាឯងមិននៅលេងសួនតាខ្មៅជាមួយពួកយើងសិនទេអីមិនក៏ប្រញាប់ទៅម្លេះឬមួយក៏ឯងខ្លាចវត្តរត់ចោលម្នាក់ទៀតបន្តរបៀបលេងសើចមែនហើយឯងកុំព្រួយអាសនាបើលោកមិនទុកបាយឲ្យឯងតែញ៉ាំបាយនៅផ្ទះគ្នាទៅយុវជនឈ្មោះនេស្នាឮសំឡាញ់ខត់ដូច្នេះក៏តបទៅវិញមួយមិនមែនអញ្ចឹងទេតែពេលនេះម៉ោង11ជិតកន្លះហើយលោកប្រហែលជាចិត្តនិមន្តមកពីបិណ្ឌបាតវិញហើយគ្នាត្រូវចាំជួយរៀបចំចង្ហាន់ជូនលោកណាដូច្នេះគ្នាមិនបាននៅកំដរពួកឯងទេស្ដាប់ហេតុផលរបស់អាសនាយុវជនម្នាក់ទៀតក៏ឆ្លើយឡើងអើពួកយើងបើអាសនាជាប់ភារកិច្ចបែបនេះហើយពួកយើងកុំខាត់គេអីក្រែងនាំឲ្យគេពិបាកណាយុវជនទាំងនោះងក់ក្បាលព្រមគ្នារួចពួកគេក៏នាំគ្នាជិះកង់ទៅកាន់មាត់ទន្លេអស់ឯនេស្នាក៏ជិះកង់ចេញមកដែរនាយជិះកង់សំដៅមកវត្តសំរោងព្រោះរាល់ថ្ងៃគេស្នាក់នៅវត្តនេះអាសនាជាយុវជនសុភាពរាបសារម្នាក់ហើយយកចិត្តទុកដាក់ក្នុងការសិក្សាទៀតហើយក្រៅពីម៉ោងសិក្សានាយតែងតែជួយធ្វើការងារវត្តបម្រើព្រះសង្ឃយ៉ាងខ្ជាប់ខ្ជួនបំផុតអាសនាជាក្មេងកំព្រាឪពុកគេមានតែម្ដាយប៉ុណ្ណោះម្ដាយនាយជាអ្នកលក់នំបញ្ចុកនៅមុខរោងចក្រសិទ្ធិត្បូងនាយជាកូនអ្នកក្រីក្រមែនប៉ុន្តែខំរៀនណាស់រហូតប្រឡងចប់មករៀននៅវិទ្យាល័យតាខ្មៅនេះដោយឃ្លាតស្រុកនៅឯស្រែអស់រយៈពេល2ឆ្នាំហើយឆ្នាំនេះនាយរៀននៅថ្នាក់ទី11កំពុងតែជិះកង់ភ្លេចខ្លួនស្រាប់តែមានសំឡេងយុវជនម្នាក់ស្រែកហៅពីក្រោយអេអាសនាឮសំឡេងស្រែកហៅនេស្នាក៏ងាកក្រោយមើលលុះឃើញសម្លាញ់គេម្នាក់ដែលមានសម្លៀកបំពាក់ជាសិស្សដែរហើយកំពុងជិះកង់តម្រង់មកនាយស្នាក៏ញញឹមតបទៅកាន់យុវជននោះវិញគឹមហេនទេអីចុះពេលចេញពីសាលាអំបញ្ញមិញមិនក៏មិនឃើញឯងអីចឹងតើឯងទៅណាគឹមហេនដែលជាសម្លាញ់ជិតស្និទ្ធជាងគេរបស់អាសនានេះសោយតិចពោលឡើងមានទៅណាគឺលោកគ្រូគីមីយើងហៅគ្នាទៅជួបនឹងណាបានជាគ្នាចេញពីសាលាយឺតជាងគេចុះគ្នាយើងទៅណាអស់ហើយអាសនាតបដោយមើលទៅមុខពួកគេចូលលេងសួនច្បារតាខ្មៅអស់ហើយគឹមហេនងក់ក្បាលមួយអញ្ចឹងហ៎ចុះឯងមិនក៏មិនចូលលេងនឹងគេអាសនាបែរមកឆ្លើយចូលយ៉ាងម៉េចបើគ្នាដល់ពេលរៀបចំចង្ហាន់លោកទៅហើយគឹមហេនធ្វើមាត់ស្រួចដោយទៅនឹកឃើញរឿងនេះអូមែនហើយ
ហើយភ្លាមនោះគឹមហេនក៏នឹកឃើញរឿងមួយទៀតនាយក៏ពោលបន្តហេណេនិយាយអញ្ចឹងឯងដឹងទេពេលគ្នាជិះមកតាមផ្លូវគ្នាបានជួបនឹងវណ្ណធីណានាងមកពីទិញថ្នាំពេទ្យអាសនាធ្វើដូចមិនចាប់អារម្មណ៍ចោះជួបក៏ជួបទៅឯងចាំបាច់ប្រាប់គ្នាគឹមហេនញញឹមហើយមើលមុខអាសនាតែរឿងនេះគ្នាត្រូវតែប្រាប់ឯងដឹងទេតាវណ្ណធីប្រាប់គ្នាថាម៉េចគឺនាងមកពីទិញថ្នាំយកទៅឲ្យណាវឿនដែលជាទេពធីតាក្នុងសុបិនរបស់ឯងនោះផឹកណាអាសនាបែរផ្លែតមកគឹមហេនទិញថ្នាំឲ្យណាវឿនឈឺមែនទេគឹមហេនងក់ក្បាលត្រូវហើយបើមិនឈឺចាំបាច់ផឹកថ្នាំធ្វើអីអាសនាធ្វើមុខដូចភ័យចុះណាវឿនឈឺអីទៅគ្នាមិននឹងដឹងបាវណ្ណធីប្រញាប់ពេកគ្នារកសួរមិនទាន់ទេឮដូច្នេះអាសនាហាក់បាត់បារម្ភពីខ្លួនដោយបារម្ភដល់ណាវឿនដែលនាយស្រឡាញ់ស្មើកែភ្នែកនោះបាបន្តិចនាយក៏ឧទានឡើងមិនបានទេគ្នាទៅមើលនាងសិនគ្នាទៅមុនឯងហើយថាហើយអាសនាក៏ធាក់កង់យ៉ាងលឿនចេញទៅគឹមហេនក៏ស្រែកសួរពីក្រោយចាស់លោកបាននរណារៀបចង្ហាន់ប្រកែនអាសនាតបដោយមិនងាកមិនអីទេកូនសិស្សលោកច្រើនណាស់ឃើញអាសនាហាក់ភ័យព្រួយពីណាវឿនបែបនេះគឹមហេនក្រវីក្បាលសោយបែបហួសចិត្តហើយគេក៏ជិះកង់បត់តាមផ្លូវតូចចិត្តនោះចូលផ្ទះបាត់ទៅមើលមកអាសនាឯនេះគេកំពុងតែធាក់កង់ញាប់ជើងស្មេតម្រង់មកផ្ទះជួររបស់ណាវឿនម្ដុំរោងចក្រសិទ្ធិត្បូរអាសនានិងណាវឿនបានស្គាល់ការពួកគេធ្វើការនៅរោងចក្រជាមួយគ្នាតែក្រោយមកអាសនាក៏ឈប់ធ្វើការដោយនាយរវល់ចប់រៀនអាសនាពេលជិះកង់មកដល់បន្ទប់ជួររបស់វណ្ណធីនិងណាវឿននាយក៏ប្រញាប់ស្ទុះចូលមួយរំពេចលុះចូលដល់ក្នុងបន្ទប់ឃើញណាវឿនកំពុងតែអង្គុយផ្អែកជញ្ជាំងហើយឃើញក្បាលរំរបួសផងនាយកាន់តែស្លុតមួយកម្រិតទៀតនាយឧទានភ្លាមណាវឿនមានរឿងអីហ្នឹងមិនក៏មានរបួសក្បាលយ៉ាងនេះណាវឿនធ្វើមុខស្ងួតតបមកវិញមួយគ្មានរឿងអីទេខ្ញុំគ្រាន់តែប្រហែសរអិលដួលបន្តិចប៉ុណ្ណោះនាយស្នាធ្វើមុខស្លេកបែបបារម្ភខ្លាំងចុះឥឡូវយ៉ាងម៉េចហើយណាវឿនអាចទៅធ្វើការបានទេណាវឿនឆ្លើយខ្លីបានចុះអាសនាមិនក៏ដឹងថាខ្ញុំឈឺនរណាប្រាប់អាសនាឈរត្រង់ភ្លឹងទល់មុខណាវឿនហើយហើបមាត់ឆ្លើយដោយងាកមើលឆ្វេងស្ដាំទំនងជារកនរណាម្នាក់គឺគឹមហេនមិត្តខ្ញុំប្រាប់ថាវណ្ណធីប្រាប់វាចុះឯណាវណ្ណធីស៊ូមិនតវ៉ាន់ផត់ម៉ត់ស្រួលបួលផងវណ្ណធីក៏លេចរូបដើរចូលមកហើយវិចារបងអស់វែងដូចចង់លេងសើចនឹងអាសនាចាខ្ញុំនៅឯនេះហូចេះស៊ូរកខ្ញុំដែរណោះខ្ញុំស្មានតែភ្លេចខ្ញុំទៅហើយឮវណ្ណធីនិយាយនេស្នាងាកផ្លែតហើយឧទានឡើងរឿងអីខ្ញុំភ្លេចវណ្ណធីនោះតែខ្ញុំគ្រាន់តែវណ្ណធីពោលចំអន់គ្រាន់តែបារម្ភអូនណាវឿនច្រើនជាងមែនទេពាក្យចំអកត្រូវចំណុចរបស់វណ្ណធីធ្វើឲ្យកំឡោះស្នាវាចាលែងចេញនាយធ្វើអេះអុញអោនមកចោះលែងហ៊ានចេញស្ដីទៀតឃើញនាយកំឡោះនៅថ្មឹងដូចនេះវណ្ណធីក៏ងាកទៅបង្អាប់ណាវឿនម្ដងហេហើយចោះណាវឿនភ្ញៀវមកសួរសុខទុក្ខដល់ផ្ទះហើយមិនក៏មិនអញ្ជើញភ្ញៀវឲ្យអង្គុយអញ្ចឹងមើលចាស់ភ្ញៀវឈររយជើងស្លាប់ហើយឮវណ្ណធីប្រាប់ដូច្នេះទើបណាវឿននឹកឃើញ
ហើយប្រញាប់ពោលទៅកាន់អាសនាអូមែនហើយអាសនាអង្គុយលេងទៅសុំទោសអំបាញ់មិញខ្ញុំភ្លេចអាសនាញញឹមតបផត់ទៅវិញមិនអីទេខ្ញុំមិនរំខានអ្នកទាំងពីរទៀតឡើយបើណាវឿនបានធូរហើយខ្ញុំត្រេកអរណាស់ខ្ញុំគិតត្រឡប់ទៅវត្តវិញហើយព្រោះលោកប្រហែលជាកំពុងចាំខ្ញុំរៀបចង្ហាន់ប្រកេនហើយបន្ធីដើរទៅក្បែរណាវឿនហើយពោលសួរទៅកាន់អាសនាបែបភ្ញាក់ផ្អើលយីអញ្ចឹងអាសនាឯងមកពីសាលាមិនតាន់ចូលវត្តទេអាសនាងាកមកតបនៅទេមើលតែខោអាវនិងកាតោបខ្ញុំក៏ដឹងដែរវន្ធីរៀបនឹងបន្តប្រយោគទៀតតែណាវឿនក៏និយាយកាត់បើអញ្ចឹងអាសនាប្រញាប់ទៅចោះកុំឲ្យលោករងចាំខ្ញុំអរគុណហើយដែលយកចិត្តទុកដាក់ចំពោះខ្ញុំមួយឃ្លាចុងក្រោយនេះទោះរត់ផុតផែនដីក៏មិនហត់ដែរចំពោះនេស្នាព្រោះផ្អែមត្រជាក់ណាស់នេស្នាញញឹមបន្តិចក៏វិចារជាចុងក្រោយបាទអញ្ចឹងខ្ញុំលាអ្នកទាំងពីរទៅវិញហើយចាំទំនេរខ្ញុំមកមើលទៀតណាវឿនងក់ក្បាលតិចជំនួសចម្លើយឯវន្ធីក៏ធ្លាយមួយឃ្លាអមដំណើរអាសនាជាក្រោយដើម្បីឌឺដងលេងដែរចាអញ្ជើញតែពេលទៅវិញបើកសៀវភៅត្រូវឲ្យឃើញអក្សរណាតិចឃើញតែមុខអូនណាវឿនទៅច្បាស់ជាវីវោហើយអាសនាមិនតបអ្វីឡើយព្រោះនាយអៀនឡើងក្រហមមុខទៅហើយរួចនាយក៏រស់រាន់អុសកង់ជិះចេញទៅវិញយ៉ាងប្រញាប់ដោយម្យ៉ាងខ្លាចវន្ធីផ្លែផ្កាឲ្យនិងម្យ៉ាងទៀតខ្លាចព្រះសង្ឃដែលគង់នៅឯវត្តរងចាំនាយរៀបដង្ហាន់ប្រកេនឯវន្ធីពេលនិស្នាទៅបាត់ក៏រៀបចំដួសបាយមកទទួលទានហើយហៅណាវឿនមកញ៉ាំជាមួយគ្នាតែណាវឿនប្រកែកថាមិនឃ្លានដូច្នេះវន្ធីញ៉ាំតែម្នាក់ឯងណាវឿនអង្គុយផ្អែកជញ្ជាំងហាក់កំពុងគិតដល់រឿងអីម្យ៉ាងមែននាងកំពុងគិតដល់រាត្រីចង្រៃនោះសកម្មភាពទាំងនោះហាក់មកតាមលងបន្លាចអារម្មណ៍នាងគ្រប់ពេលបើទោះនាងខំបំភ្លេចយ៉ាងណាក៏ដោយតែភ្លាមនោះសត្វតែនាងនឹកដល់រឿងវន្ធីដែលវង្វេងក្នុងរាត្រីនោះដែរក៏ងាកមកសួរវន្ធីភ្លាមអូនិយាយអញ្ចឹងវន្ធីតើការដែលឯងដើរវង្វេងជាមួយលោកស៊ីម៉នក្នុងថ្ងៃបុណ្យអុំទូកនោះតើយប់នោះគេមានធ្វើអីឯងដែរទេវន្ធីងក់ក្បាលតបដូចគ្មានរឿងអ្វីថៃក៏មិនធ្វើណាវឿនឮវន្ធីតបបែបនេះក៏បោកភ្នែកធំហើយក៏ប្រញាប់ដេញដោលថាម៉េចគេធ្វើតើគេធ្វើអីឯងវន្ធីផ្អឹបបបោសមាត់ជាប់គ្នាបន្តិចទំនងជារោគនឹកសកម្មភាពការពីរាត្រីនោះមកវិញគឺដូចជាគេនាំគ្នានេះទៅមើលគេតាំងពីពណ៌តំណែងមើលគេច្រៀងនិងនាំគ្នាទៅរកពួកក្រុមគ្នាយើងដែលវង្វេងការពីល្ងាចនោះទៀតផងណាវឿនសួរបន្តចោះគេមិនធ្វើអីផ្ដេសផ្ដាស់អីចំពោះឯងទេវន្ធីក្រវីក្បាលគ្មានទេហើយលោកស៊ីម៉ុននោះប៉ាគ្នាញ៉ាំច្រើនណាស់ឮវន្ធីនិយាយដូចនេះណាវឿនធូរចិត្តឡើងវិញព្រោះនាងស្មានតែនាយស៊ីម៉ុននោះធ្វើបាបវន្ធីដោយប៊ូសានធ្វើអំពើពីលាមកលើរូបនាងដែរឯក្បាលដែលនាងរំរបួសនេះគឺបណ្ដាលមកពីការនាងរើបំរាស់ប៉ះនឹងជ្រុងចាត់ដីពេលប៊ូសានចាប់នាងក្នុងរាត្រីនោះហើយតែមកដល់ពេលនេះនាងមិនបានប្រាប់នរណាពីរឿងដ៏អាស្រូវនេះឡើយសូម្បីតែវន្ធីក៏នាងមិនប្រាប់ដែរជាពិសេសគឺអាសនាព្រោះគេស្រឡាញ់នាងណាស់ហើយបើសិនជាអាសនាដឹងរឿងនេះគេប្រហែលជាពិបាកចិត្តមិនខានឃើញណាវឿនកំពុងតែគិតវន្ធីក៏សួរមកវិញ
ចាស់ឯងតើលោកប៊ូសាននោះធ្វើអីដែរទេសំណួរនេះធ្វើឲ្យណាវឿនហាក់កាត់ក្តីញាប់ញ័រក្នុងអារម្មណ៍យ៉ាងខ្លាំងព្រោះអ្វីៗដែលប៊ូសានធ្វើមកលើនាងក្នុងរាត្រីនោះគឺនៅដិតដាមក្នុងចិត្តនាងមិនទាន់រលត់បាត់សោះនាងខំធ្វើផ្ទៃមុខធម្មតាតបមកបន្ទីវិញអត់មានធ្វើអីទេគ្នាដូចជីវិលមុខណាស់គ្នាចង់សម្រាកបន្តិចបន្ទីខ្ជិលស៊ូដេញដល់ទៀតក៏ដើរចេញទៅព្រោះស្មានថាប៊ូសានមិនធ្វើអីផ្ដេសផ្ដាសដូចនាយស៊ីម៉ុនដែរឯណាវឿនប្រាស់ខ្លួនដេកក្បែរជញ្ជាំងភ្នែកបិទមិនលក់មិនលះហើយគឺនៅតែគិតដល់រឿងដល់ចង្រៃកាលពីយប់នោះជានិច្ចហើយបើបិទភ្នែកពេលណាស្រមោលអតីតចង្រៃនោះហាក់មកបន្លាចនាងជានិច្ចដូច្នេះហើយពេលណាក៏ដោយនាងមិនចង់ដេកនាំឲ្យឃើញសកម្មភាពកាលពីរាត្រីចង្រៃនោះមកលងបន្លាចអារម្មណ៍នាងឡើយណាវឿនជានារីរូបស្រស់ដែលប្រុសណាឃើញហើយប្រុសនោះតែងតូចចិត្តលួចស្រឡាញ់លើនាងមិនខានពីដើមមកនឹងពេលឥឡូវនេះផងមានប្រុសជាច្រើនមកតាមសុំស្នេហ៍ពីនាងតែពួកគេមិនបានលទ្ធផលឡើយដោយនាងប្រកែកជានិច្ចបើការនាងនៅឯស្រុកកំឡោះក្នុងភូមិក្រៅភូមិក្រវ៉ែផ្ទះនាងមួយថ្ងៃ10ដងបើមិនឃើញនាងឃើញឆ្កែនាងក៏ពួកគេអស់ចិត្តដែរមានអ្នកខ្លះដោយទ្រាំមិនបានក៏ទៅរំអុកឪពុកម្ដាយឲ្យចូលស្ដីតែនាងបដិសេធជានិច្ចនាងគិតថាប្រុសទាំងនោះស្រឡាញ់នាងព្រោះតែឃើញសម្រស់នាងប៉ុណ្ណោះដូច្នេះនាងគិតថាចាំពេលណាជួបប្រុសស្មោះពិតប្រកបទៅនាងហ៊ានផ្ញើវាសនាធ្វើជាគូជីវិតចាស់តាកំឡុះស្នាដែលមានចរិតអៀនព្រានដូចស្រីបែបនេះតាអាចទៅរួចទេមើលទៅប្រហែលមិនអាចប្រជែងឈ្នះប្រុសដៃមឹកឡើយប្រុសព្រានមានពាក្យមួយឃ្លាថាបើចង់ញ៉ាយស្រីមកក្រាស់ដៃរហ័សចិត្តធ្ងន់នារីទាំងឡាយចូលនាងប្រយ័ត្នភាគ3ព្រានជ្រែកស្នេហានេះជាថ្ងៃទី3ហើយនៃថ្ងៃចូលធ្វើការក្រោយពេលពិធីបុណ្យអុំទូកបញ្ចប់ទៅរីឯរបួសក្បាលណាវឿនក៏ជាសះស្បើយច្រើនដែរហើយថ្ងៃនេះនាងមកធ្វើការដូចធម្មតាវេលានេះម៉ោង 7:11 ទៅហើយរោងចក្រក៏ជិតដល់ម៉ោងចេញសម្រាកទទួលទានអាហារថ្ងៃត្រង់ដែរតែខណៈនោះស្រាប់តែមានសន្តិសុខម្នាក់ដើរតម្រង់មកតុម៉ាស៊ីនដេររបស់ណាវឿនហើយប្រាប់នាងថាមានបងប្អូនចង់ជួបនៅខាងក្រៅដាប់សម្ដីសន្តិសុខនេះនាងកាន់តែឆ្ងល់មួយកម្រិតទៀតព្រោះនៅភ្នំពេញនេះគ្មានបងប្អូនឡើយហើយបងប្អូនដែលនៅឯស្រុកវិញក៏មិនដែលមកសួររកនាងពីមុនមកដែរតាំងពីនាងមកធ្វើការនៅភ្នំពេញនេះដោយការចង់ដឹងណាវឿនក៏ដើរតាមសន្តិសុខនោះចេញទៅដើម្បីមើលមុខប្រុសនោះថាជានរណាចេញមកដល់ក្រៅទ្វាររោងចក្រណាវឿនខំសម្លឹងឆ្វេងស្ដាំដើម្បីរកមនុស្សគាត់ជួនពេលនោះនាយប៊ូសានដែលកំពុងឈររងចាំណាវឿនបែរមើលទៅម្ខាងនោះក៏បែរមកវិញលុះពេលបែរមកចំណាវឿនគេក៏ញញឹមហើយដើរសំដៅមករនាងណាវឿនភ្លេចខ្ញុំហើយឬឯណាវឿនពេលឃើញប៊ូសានក៏ភ្ញាក់ព្រឺតព្រោះមិននឹកស្មានថាព្រានជើងឆើតនេះតាមមករកនាងដល់រោងចក្រសោះនាងក៏លន់មាត់គឺលោកទេបាទគឺខ្ញុំចាស់លោកមករកខ្ញុំដល់កន្លែងធ្វើការដូចនេះមានការអ្វីដែរគ្មានការអីទេតែនេះជាការសន្យារបស់ខ្ញុំជាមួយណាវឿនដូច្នេះខ្ញុំត្រូវតែមកទោះប៊ូសានធ្វើមុខស្រស់ក៏ដោយតែណាវឿននៅតែធ្វើមុខជូរតបទៅវិញអញ្ចឹងបើលោកគ្មានការអីទេសូមអញ្ជើញត្រឡប់ទៅវិញចុះ
ព្រោះខ្ញុំត្រូវធ្វើការបន្តទៀតប៊ូសាមធ្វើមុខអេះអុញបន្តិចទៅស្រដីបន្តតែខ្ញុំចង់ជួបណាវឿនដើម្បីនិយាយមិនតាន់ជាប់ផងសប្តាហ៍ទ្វាររោងចក្រក៏បើកឡើងហើយបញ្ចេញហ្វូងកម្មការនីកាត់ដេរមកព្រុលរួមជាមួយនឹងសំឡេងអ៊ូអស្ដាប់មិនយល់ផងព្រោះពេលនេះដល់ម៉ោងសម្រាកហើយស្របពេលជាមួយគ្នានោះក៏លេចរូបវ៉ាន់ធីចេញមកដែររួចក៏ដើរមកក្បែរណាវឿនដោយមិនទាន់ឃើញនាយប៊ូសានឡើយហេណាវឿនឯងចេញមកតាំងពីអង្ការគ្នាខំតែដើររកនៅខាងក្នុងឃើញវ៉ាន់ធីណាវឿនបែរមកតបគ្នាចេញមកមុននេះបន្តិចនឹងឯងចុះឯងចេញមកវ៉ាន់ធីអប្រយោគនៅពេលដែលវាកន្ទើភ្នែកឃើញនាយប៊ូសានឈរក្បែរនោះដែរតែកញ្ញាដូចជាចង់ផ្លេចនាយនេះទៅហើយវ៉ាន់ធីនៅភ្នែកស្លើរនឹកចិននេះបន្តិចទៅពោលបងអូសសំឡេងមួយគឺលោកប៊ូសានតបយ៉ាងរហ័សបាទខ្ញុំគឺប៊ូសានយ៉ាងម៉េចផ្លេចខ្ញុំហើយហ៎ឮប៊ូសានតាត់ឈ្មោះទៅវ៉ាន់ធីនឹកឃើញឡើងវិញហើយឧទានដោយភ្ញាក់ផ្អើលអូខ្ញុំនឹកឃើញហើយលោកគឺប៊ូសានដែលជាមិត្តលោកស៊ីម៉ុននោះចុះឯណាមិនឃើញពួកម៉ាក់លោកនោះមកប៊ូសានញញឹមរួចច្រែងហៅប៉ៅមើលមុខណាវឿនបន្តិចទៅបែរទៅវ៉ាន់ធីវិញបាទស៊ីម៉ុនគេរវល់នៅកន្លែងធ្វើការមិនបានមកទេវ៉ាន់ធីសួរបន្តអញ្ចឹងចោះលោកមករោងចក្រនេះមានការអីដែរប៊ូសានឆ្លើយដោយធ្វើរឹកហឺហាគឺដើម្បីជួបជាមួយអ្នកទាំងពីរនឹងណាតែឥឡូវដល់ម៉ោងអ្នកទាំងពីរញ៉ាំបាយហើយខ្ញុំចង់អញ្ជើញអ្នកទាំងពីរញ៉ាំបាយម្ដងតើបានទេសំណួរនេះណាវឿនដែលជាម្ចាស់ខ្លួនក្នុងបំណងព្រាននេះមិនតន់ឆ្លើយថាមិនផងវ៉ាន់ធីដែលជាមនុស្សរុះរីស្រាប់ហើយមិនយល់ពីគំនិតប៊ូសានក៏ឆ្លើយភ្លាមចុះមានទៅបញ្ហាអីខ្ញុំកំពុងតែឃ្លានផងតែភ្លាមនោះណាវឿនក៏ប្រកែកឡើងមិនបាច់ទេលោកទៅពិសាម្នាក់ឯងចុះពួកខ្ញុំញ៉ាំខ្លួនឯងបានហើយឮណាវឿនប្រកែកប៊ូសានស្រដីបែបអង្វរកនឹងធ្វើកិរិយាសុភាពបុរសតែខ្ញុំអញ្ជើញដោយស្មោះណាសូមកុំបង្អាក់សទ្ធាខ្ញុំអីឯវ៉ាន់ធីដែលមានចរិតលេងសើចច្រើននិងមិនបានដឹងរឿងប៊ូសានធ្វើផ្ដេសផ្ដាស់លើណាវឿនកន្លងមកក៏ជួយកាត់សេចក្ដីមែនហើយតោះណាវឿនបើគេអញ្ជើញដោយស្មោះបែបនេះទៅហើយកុំខ្លាចចិត្តគេអីហើយមើលចោះមានគេកំពុងមើលយើងច្រើនណាស់យើងឆាប់ទៅគ្នាដូចជាខ្មាស់គេណាស់ណាវឿនក្រឡេកមើលជុំវិញខ្លួនមានមនុស្សកំពុងមើលច្រើនមែនក៏លែងចេញស្ដីរួចក៏ដើរចេញទៅដោយប៊ូសានជាអ្នកនាំមុខប៊ូសានបាននាំនាងក្រមុំទាំងពីរចូលហាងបាយមួយក្បែរនោះរួចហៅម្ហូបថ្លៃ 4-5 មុខផ្គប់ចិត្តកញ្ញាទាំងពីរនិងចង់បង្ហាញពីភាពហឺហារបស់គេផងទទួលទានបណ្ដាពួកគេជជែកគ្នាលេងបណ្ដាប៉ុន្តែចំពោះណាវឿនហាក់មុខមិនរីកស្រស់ស្រាយឡើយគឺតតែប៊ូសានសួរទៅនាងហើបមាត់និយាយឯវ៉ាន់ធីវិញសំដីហូរដូចទឹកព្រោះនាងជាមនុស្សរុះរាយស្រាប់ប៊ូសានបញ្ចុកបាយអស់មួយចានក៏ហៅបាយមួយចានបន្ថែមទៀតព្រមទាំងបញ្ចេញឃ្លាសន្ទនាបន្ថែមនិយាយអញ្ចឹងតើអ្នកនាងទាំងពីរមកធ្វើការនៅរោងចក្រសិទ្ធិត្បូងនេះយូរប៉ុណ្ណាហើយតាមពិតសំណួរនេះប៊ូសានចង់ឲ្យណាវឿនតបទេប៉ុន្តែដោយវ៉ាន់ធីជាមនុស្សមាត់រអិលជានិច្ចនោះកញ្ញាក៏ឆ្លើយផ្លេតចាស់ពួកខ្ញុំធ្វើការនៅទីនេះយូរហើយចុះលោកធ្វើការអីដែរប៊ូសានទំពាបាយបណ្ដាតបបណ្ដាបាទខ្ញុំធ្វើទាហានហើយបន្ទាយខ្ញុំនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេនិយាយដល់ត្រឹមនេះ
ប៊ូសានក៏ងាកមកកាន់ណាវឿនដើម្បីសួរឲ្យបុប្ផាល្អឯកនេះបញ្ចេញវិចារម្ដងចុះណាវឿនស្នាក់នៅជាមួយវន្ធីដែរមែនទេឮសំណួរប៊ូសានណាវឿននៅស្ងៀមបន្តិចទៅតបបែបសោះអង្គើយចាស់ជាមួយគ្នាចុះលោកមិនធ្វើការទេថ្ងៃនេះប៊ូសានសែនរីករាយចិត្តពេលឮនាងក្រមុំរូបស្រស់ព្រមតបនិងសួរបកមកវិញរួចនាយបុរសជើងឆាតប្រញាប់តបវិញដោយចិត្តរំភើបបាទធ្វើដែរតែខ្ញុំសុំច្បាប់គេចេញមុន1ម៉ោងព្រោះដើម្បីមកជួបអ្នកទាំងពីរណាវឿនស្ដាប់សម្ដីនេះក្នុងចិត្តសែនធុញនឹងបុរសល្បិចអាក្រក់នេះរួចនាងក៏បែរមកវន្ធីនិយាយរឿងផ្សេងវិញតោះវន្ធីញ៉ាំបាយឲ្យលឿនទៅគេចូលធ្វើការវិញបណ្ដាហើយវន្ធីងាកទៅច្រកចូលរោងចក្រឃើញកម្មករកំពុងដើរចូលខ្លះមែនក៏ងាកមកវិញហើយងក់ក្បាលដាក់ណាវឿនអញ្ចឹងតោះគ្នាឆ្អែតហើយកញ្ញាទាំងពីរក្រោកឡើងព្រមគ្នារួចវន្ធីពោលទៅប៊ូសានដើម្បីថ្លែងអំណរគុណលោកប៊ូសានខ្ញុំទាំងពីរសូមអរគុណហើយដែរថ្ងៃនេះអញ្ជើញពួកខ្ញុំញ៉ាំបាយតែឥឡូវនេះខ្ញុំដល់ពេលចូលធ្វើការវិញហើយពួកខ្ញុំលាទៅសិនហើយប៊ូសានញញឹមតបដោយទឹកមុខប្រំប្រៃបាទមិនអីទេសូមអញ្ជើញចោះចាំមានពេលខ្ញុំមកលេងទៀតឯណាវឿនមិនស្រដីអ្វីទេគឺគ្រាន់តែសម្លឹងមុខប៊ូសានក្នុងបំណងអរគុណដែររួចក៏ដើរចេញជាមួយវន្ធីទៅចំណែកប៊ូសានពេលកញ្ញាទាំងពីរដើរចេញទៅគេលើកការទឹកមកក្រេបតិចនឹងចោលភ្នែកតាមរំពៃមើលនារីទាំងពីរដើរចូលរោងចក្រវិញរហូតដល់បាត់ស្រមោលរួចទៅបនាយក្រោកឡើងគិតលុយថ្លៃអាហារហើយឡើងជិះម៉ូតូត្រឡប់មកបន្ទាយវិញល្ងាចថ្ងៃអាទិត្យនេះនៅតាមដងផ្លូវមានទន្លេបាសាក់នៅក្រុងតាខ្មៅមានមនុស្សម្នាជាច្រើនធ្វើដំណើរកម្សាន្តខ្លះជិះកង់ខ្លះជិះម៉ូតូឯខ្លះទៀតដែរភាគច្រើនជាកម្មកររនីរោងចក្រនាំគ្នាជិះរមាក់ជុំគ្នាដែលមើលទៅគួរឲ្យចាប់ចិត្តមើលមកសួនច្បារតាខ្មៅវិញមនុស្សច្រើនមមីប្រកបដោយសម្លៀកបំពាក់ចម្រុះពណ៌គ្នាគ្រប់ប្រភេទនិងមានកន្លែងលក់អាហារនិងភេសជ្ជៈជាច្រើនផងក្នុងចំណោមអ្នកមកកម្សាន្តនៅទីនេះភាគច្រើនជាមិត្តភ័ក្តិដែលដង្ហែគ្នាដើរជាហ្វូងរួមនឹងសំឡេងជជែកគ្នាយ៉ាងរីករាយឯខ្លះទៀតគឺជាសង្សារបណ្ដាលគ្នាជាគូត្រសងហាក់មានសេចក្តីសុខក្រៃលែងហើយនៅឯក្រោមដើមដូងឯណោះនីស្នាក៏កំពុងតែបណ្ដាតអារម្មណ៍លំហែកាយនឹងគេដែរប៉ុន្តែនាយមកតែម្នាក់ឯងឲ្យគត់ព្រោះនាយគ្មានគូដូចគេទេនាយកំពុងតែឈរសម្លឹងទឹកទន្លេបាសាក់យ៉ាងស្ងាត់ស្ងៀមដោយបង្ហោះអារម្មណ៍ទៅទីកន្លែងមួយដ៏សែនឆ្ងាយគ្មាននរណាដឹងប្រហែលជាឆ្ងាយជាងជើងមេឃទៅទៀតផងក្រៅពីចោលភ្នែកទៅទឹកទន្លេនាយក៏កំពុងតែស្រមៃដល់ណាវឿនកំពូលដួងចិត្តដែលមួយជីវិតនេះមិនអាចមាននរណាមកជំនួសបានឡើយនាយនឹកឃើញការគ្រាស្គាល់ណាវឿនដំបូងគឺសែនរីករាយក្នុងបេះដូងអីម្លេះទេគឺឃើញភ្លាមស្រឡាញ់ភ្លាមដោយទុំឃើញទាវប៉ុន្តែសម្រាប់នាយធ្វើត្បិតតែមានចិត្តភក្តីលើនាងក្រមុំទេពអប្សរជនបទនោះយ៉ាងជ្រាលជ្រៅមែនតែមកដល់ពេលនេះនាយមិនទាន់បានសារភាពប្រាប់ម្ចាស់ខ្លួនគេនៅឡើយទេព្រោះនាយមិនហ៊ានគឺបានត្រឹមតែសម្ដែងតាមទឹកមុខប៉ុណ្ណោះក្រោយពីស្រមៃអស់ពេលដ៏យូរទៅកំឡោះតុយមួយនេះហើបមាត់តិចពោលតែម្នាក់ឯងទៅកាន់ផ្ទៃទន្លេដ៏ធំធេងឲ្យទឹកទន្លេហេតុអីក៏អ្នកហាក់មានសេរីភាពម្លេះចំណែកខ្ញុំវិញដូចជា
តឹងទ្រង់ចង្អៀតចិត្តរកធ្វើមួយសម្រាប់ខ្លួនឯងមិនកើតសោះកំឡោះអៀនព្រាននេះស្ងាត់មាត់បន្តិចទៅហោបមាត់បន្តណាវឿនតើសប្តាហ៍ថ្ងៃនេះអូនមានយល់ពីជំរឿចិត្តបងដែរទេថាបងស្រឡាញ់អូនដល់កម្រិតណានោះបងពិតជាស្រឡាញ់អូនណាស់ចិត្តនេះទោះមានក្រយ៉ាងណាក៏បងមិនទុចិត្តដែរឲ្យតែមានអូននៅក្បែរបងស្មោះតែអូនម្នាក់គត់នីស្នាពោបណ្ដាដកដង្ហើមធំបណ្ដាហាក់មានចំណងស្នេហ៍ដ៏ជ្រាលជ្រៅរកច្រកចេញមិនរួចមែនគេកំពុងគិតថាតើធ្វើយ៉ាងណាឲ្យណាវឿនយល់ចិត្តគេឯនៅក្បែររូបសំណាកព្រះនិរាយក្បែរចិញ្ចើមផ្លូវជ្រុងម្ខាងឯណោះវិញកញ្ញាវន្ធីនិងកញ្ញាណាវឿនក៏កំពុងដើរគយគុណទិដ្ឋភាពនាថ្ងៃចុងសប្តាហ៍នៅសួនច្បារតាខ្មៅនេះដែរបុប្ផារូបស្រស់ទាំងពីរដើរបណ្ដើរជជែកគ្នាបណ្ដើរណែណាវឿនគ្នាឆ្ងល់ណាស់វៃហេតុអីក៏លោកប៊ូសាននោះដូចជាចាប់អារម្មណ៍នឹងឯងម្លេះហើយតែងតែមករកឯងដល់រោងចក្រញឹកញាប់ទៀតផងពេលរំលឹកដល់ឈ្មោះប៊ូសាននេះណាវឿនមិនសូវសប្បាយចិត្តឡើយតែដោយវន្ធីសួរទៅហើយនាងក៏បកស្រាយតាមដំណើរទៅហើយឯងកុំទៅយកពេលគិតឥតប្រយោជន៍ចំពោះមនុស្សដូចលោកប៊ូសានអីមនុស្សប្រុសតែប៉ុណ្ណឹងឲ្យតែគេចង់តាក់ទងស្រីណាហើយគេតែងតែទៅរកស្រីនោះដូច្នេះហើយអញ្ចឹងមានន័យថាលោកប៊ូសាននោះចង់តាក់ទងឯងជាសង្សារមែនទេណាវឿននិយាយបែបសក់អង្គើយបានហើយឯងឈប់ដេញដោលគ្នាពីលោកប៊ូសានស្អីនោះទៅហើយឯងក៏គួរកុំចូលចិត្តនិយាយច្រើនជាមួយគេពេកមនុស្សបែបនេះនិស្ស័យមិនល្អឡើយហើយក៏គ្មានបេះដូងស្មោះនឹងស្រីណាពិតប្រាកដដែរឃើញណាវឿនដូចជាមិនចូលចិត្តនាយប៊ូសានដូច្នេះវន្ធីក៏ឈប់ដេញដោលបានគ្នាឈប់សួរហើយអញ្ចឹងតោះយើងទៅខាងមុខនោះវិញក្រែងមានអ្នកណាស្គាល់បានជជែកគ្នាសប្បាយជាងនេះនាងក្រមុំទាំងពីរនាំគ្នាដើរមកខាងជើងបន្តតាមមាត់ទន្លេដោយងាកមើលគេមើលឯងផងដើម្បីរំពៃមើលក្រែងមានអ្នកណាដែលពួកគេស្គាល់លុះមកចិត្តដល់ដើមដូងដែលអាសនាកំពុងតែឈរបណ្ដែតអារម្មណ៍នោះវន្ធីចោលភ្នែកក្រឡេកទៅក៏ឃើញអាសនាវន្ធីក៏លន់មាត់ឡើងហេណាវឿននោះគឺអាសនាទេតាណាវឿនក៏លេចតាមដៃវន្ធីចង្អុលក៏ឃើញអាសនាមែនរួចញញឹមអាសនាមែនតោះដើរទៅរកគេទៅអញ្ចឹងថាហើយកញ្ញាទាំងពីរក៏ដើរសំដៅទៅអាសនាដែលកំពុងតែឈប់ផ្អែកដាំដូងបាយខ្នោះដាក់ពួកគេដើរទៅដល់ពីក្រោយវន្ធីក៏ធ្វើជាពោផ្លែផ្កាធ្វើរឹកប្រងើយអាយ៉ាថ្ងៃនេះមេឃស្រទុំណាស់ណអញ្ចឹងបានជាមានមនុស្សកើតទុកឈរស្រណោះជើងមេឃមើលទៅទឹកទន្លេប្រហែលជាចិត្តរីងស្ងួតហើយឮសំឡេងវន្ធីធ្វើឲ្យនិស្នាដាច់អារម្មណ៍អស់ហើយបែរមកក្រោយផ្លែតវន្ធីមកយូរហើយមែនទេចា7 ម៉ោងហើយតែមិនហ៊ានរំខានចុះកំឡោះស្នាឯងកំពុងតែឈរស្រមៃស្អីតែម្នាក់ឯងនៅមាត់ទន្លេនេះនីស្នាបញ្ចេញស្នាមញញឹមតបមកវិញដោយមិនទាន់ឃើញណាវឿននៅឈរពីក្រោយវន្ធីនៅឡើយអូគ្មានគិតស្អីទេគឺឈរនឹកវន្ធីឯងនឹងណាវន្ធីបញ្ជាក់មែនទេអាសនាងក់ក្បាលមែនណាវន្ធីក៏និយាយហ៊ានស្បត់ទេឮឲ្យស្បត់អាសនាឈរត្រឹងធ្វើមុខអេះអុញគ្រាន់តែប៉ុណ្ណឹងចាំបាច់ស្បត់ធ្វើអីឃើញអាសនាតលមិនហ៊ានស្បត់វន្ធីសើចឃើញទេបើនឹកខ្ញុំមែនមានអីមិនហ៊ានស្បត់នោះណាហើយមិនបាច់ធ្វើបង្វែងដានគេនោះទេខ្ញុំដឹងថាអាសនាឯងកំពុងនឹកអ្នកណាហើយ
អាសនាសួរធ្វើពើនឹកអ្នកណានិយាយមកមើលលើអាសនាឲ្យទាយវន្ធីក៏លុបដៃអូសណាវឿនពីក្រោយមកផ្លេតគឺនឹកម្នាក់នេះណែឃើញណាវឿនចង្វាក់បេះដូងអាសនាលូតញាប់ជាងមុនដូចម៉ាស៊ីនដេនាយឈោស្ងៀមរោនិយាយស្ទើរមិនចេញខ្ញុំវន្ធីធ្វើភ្នែកធំសួរខ្ញុំយ៉ាងម៉េចឥឡូវថាមកមើលតើនឹកណាវឿនឬមិននឹកអាសនាស្ដីលេងរួចអោនមុខចោះអៀនដូចមនុស្សស្រីបាបន្តិចទៅបនាយងើបមុខឡើងបង្វែរសួរវឿនផ្សេងវិញណាវឿនក៏មកដែរណាវឿនសើចញញឹមតបទៅអាសនាវិញចាមែនហើយយ៉ាងម៉េចមិនចង់ឲ្យខ្ញុំមកទេមែនទេអាសនាប្រកែកញាប់ដូចបង្គួយទេខ្ញុំមិនមែនចង់មិនន័យអញ្ចឹងទេគឺខ្ញុំគ្រាន់តែសួរធម្មតាអីតាណាវឿនបញ្ចេញស្នាមញញឹមស្រស់វិចារបន្តណាហើយកុំភ័យអីខ្ញុំគ្រាន់តែនិយាយលេងទេតោះយើងនាំគ្នាទៅអង្គុយលេងក្នុងសួនច្បារវិញហើយថតរូបទុកជាអនុស្សាវរីយ៍លេងទៅនិយាយហើយពួកគេទាំង3ក៏នាំគ្នាដើរត្រឡប់មកសួនច្បារវិញរួចនាំគ្នាថតរូបលេង 4-5 ប៉ុស្តិ៍យ៉ាងរីករាយនាសនាតាំងពីស្គាល់និងលួចស្រឡាញ់ណាវឿនរហូតមកដល់ឥឡូវមានតែពេលនេះទេដែលនាងមានអារម្មណ៍ថាសប្បាយចិត្តបំផុតបើទោះជាគេមិនទាន់បានទទួលចម្លើយស្នេហ៍ពិតពីនាងក្រមុំសម្រស់ឯកនេះក៏ដោយបន្ទាប់ពីថតរូបរួចពួកគេក៏ដើរមកអង្គុយលើបង់ក្នុងសួនច្បារជជែកគ្នាលេងបន្តឯវន្ធីអង្គុយបន្តិចក៏ងើបទៅទិញផ្លែឈើបាត់ដើម្បីទុកឱកាសឲ្យនាសនាដឹងចំណុចនេះដែរតែគេដូចជាមិនហ៊ានសោះចំណែកណាវឿនក៏ដឹងថាអាសនាលួចស្រឡាញ់នាងជាយូរមកហើយដែរហើយពេលនេះនាងក៏ចង់ដឹងថាតើនាសនាហ៊ានសារភាពប្រាប់នាងឬអត់ណាវឿនផ្ដើមសំណួរមកកំឡោះអ៊ិនព្រៀនជាថ្មីអាសនាតើការសិក្សារាល់ថ្ងៃលំបាកដែរទេសំណួរនេះនាសនាញញឹមស្ងួតតបមកវិញវឿនលំបាកចំពោះអ្នករៀនសូត្រវាជាការធម្មតាទេប៉ុន្តែអ្វីដែលលំបាកជាងនេះទៀតនោះគឺណាវឿនសួរដោយមើលមុខអាសនាហាក់ចង់ដឹងចម្លើយខ្លាំងគឺអ្វីទៅអាសនារពោលមិនរួចគឺជីវភាពរបស់ខ្ញុំពិតជាអាណិតម៉ែខ្ញុំណាស់រាល់ថ្ងៃគាត់ខំធ្វើការយ៉ាងលំបាកដើម្បីផ្គត់ផ្គង់ឲ្យខ្ញុំបានរៀនសូត្រចំណែកខ្ញុំវិញមិនដឹងពេលណាទើបអាចរកការងារធ្វើចិញ្ចឹមគាត់វិញទេឃើញអាសនានិយាយបែបកំសត់ដូចនេះណាវឿនចង់កំសត់តាមដែរតែនាងខំផ្ដល់ការលើកទឹកចិត្តដល់នាងវិញណាហើយកុំពិបាកចិត្តពេកខ្ញុំដឹងថាអាសនាឯងកូនកតញ្ញូណាស់តែឱកាសនោះវាពិតជាមកដល់មិនខានឲ្យតែអាសនាឯងខំរៀនកុំឲ្យគាត់អស់សង្ឃឹមទៅគឺវាធ្វើឲ្យការចំណាយទឹកចិត្តរបស់គាត់មានតម្លៃហើយអាសនាងក់ក្បាលតិចខ្ញុំដឹងហើយចំពោះរឿងរៀនសូត្រខ្ញុំមិនដែលប្រហែស1នាទីណាឡើយខ្ញុំបានតាំងចិត្តហើយថាមួយជីវិតខ្ញុំនេះនឹងខំរៀនសូត្ររកការងារធ្វើឲ្យមានមុខមាត់នឹងគេដើម្បីមនុស្ស2នាក់ណាវឿនឧទានមនុស្ស2នាក់នរណាខ្លះប្រាប់ខ្ញុំផងបានទេសំណួរនេះអាសនាបើកភ្នែកភ្លឺសម្លឹងណាវឿនរួចបង្ហើបចម្លើយយឺតមនុស្ស2នាក់នោះទី1គឺម៉ែរបស់ខ្ញុំណាវឿនជជែកសួរចុះទី2ជាអ្នកណាទី2គឺរៀបនឹងនិយាយទៅហើយស្រាប់តែវន្ធីត្រឡប់ពីទិញផ្លែឈើវិញរួចបញ្ញាក់ពួកគេហេសន្ទនាគ្នាដល់ណាហើយអាសនាដាច់ប្រយោគអស់រួចបែរមកកាត់វន្ធីវិញវន្ធីចូលចិត្តតែលេងបញ្ញាក់តែម្ដងហើយនេះ
មើលទៅថ្ងៃណាមួយប្រលឹងខ្ញុំប្រហែលជារត់ចោលរាងកាយខ្ញុំលែងត្រឡប់មករកខ្ញុំវិញហើយបន្ទីពេលមកឌឺដងមកវិញកុំព្រួយបើប្រលឹងអាសនាឯងរត់បាត់ចាំដល់ថ្ងៃខ្ញុំបិណ្ឌមកដល់រាល់ឆ្នាំខ្ញុំឲ្យណាវឿនបោះបាយបិណ្ឌឲ្យពធអាសនាឧទានបន្ទីនិយាយនេះមានន័យថាបន់ឲ្យខ្ញុំឆាប់ទៅលេងស្រុកប្រែតហើយមែនទេបន្ទីប្រកែកមិនមែនទេខ្ញុំធ្វើម៉េចនឹងដាច់ចិត្តទៅព្រោះថាបើអាសនាឯងទៅបាត់ខ្ញុំមានមនុស្សឯណានឹងបង្អាក់ទៀតនោះណាហើយឈប់និយាយពីរឿងកំសត់ទៀតឥឡូវនាំគ្នាញ៉ាំស្វាយនិងម្កាក់នេះវិញល្អជាងនិយាយរួចវ៉ាន់ធីក៏ដាក់ថង់ម្កាក់និងស្វាយពីមុខគូស្នេហ៍មួយគូនេះហើយនាងក៏អង្គុយចុះក្បែរនាងស្នាពួកគេនាំគ្នាលុកដៃចាប់ម្កាក់និងស្វាយមកទំពាទាំងអស់គ្នាក្រោមចំណោវាយកទន្លេបក់រំភើយជាមួយនឹងទឹកមុខរីករាយក្រៃលែងពិសេសនាងស្នាដែលពេលនេះគេកាន់តែធ្លាក់ខ្លួនក្នុងសំណាញ់ស្នេហ៍លើណាវឿនយ៉ាងជ្រាលជ្រៅហើយអនុស្សាវរីយ៍មួយនេះដួងចិត្តរបស់នាយមិនអាចបំភ្លេចបានឡើយល្ងាចបន្តិចក្រោយពីជជែកគ្នានឹងដើរកំសាន្តពី3ជុំទៀតរួចពួកគេក៏នាំគ្នាត្រឡប់មកលំនៅស្ថានវិញបន្ទីជិះម៉ូតូដប់ទៅមុនឯណាវឿនបន្ទីប្រាប់ឲ្យគេឲ្យនាងស្នាជិះកង់ដប់ជូនទៅបន្ទីធ្វើនេះដើម្បីឲ្យឱកាសនាងស្នាសាសងបង្ហាញពីទឹកចិត្តស្នេហារបស់គេដល់ណាវឿនអាសនាធាក់កង់មួយដប់ណាវឿនដោយរំភើបក្នុងចិត្តឥតឧបមាគឺប្រៀបដូចក្សត្រាបានឡើងសោយរាជហើយបើទោះពេលនេះនាយជិះឡើងភ្នំក៏មិនត្អូញហត់មួយម៉ាត់ដែរព្រោះឥទ្ធិពលស្នេហាធ្វើឲ្យនាយបាត់បង់នៅភាពនឿយហត់អស់ហើយទោះជាជិះកង់មែនតែក៏ជាអនុស្សាវរីយ៍មួយដ៏ផ្អែមល្ហែមសម្រាប់គេដែរតែនាយដូចជាតូចចិត្តខ្លួនឯងបន្តិចហើយនាយគិតក្នុងចិត្តស្ងាត់ថាបើសិនជាមានម៉ូតូទំនើបដូចគេហើយបានដប់សង្សារស្អាតដោយទេពធីតាអញ្ចេះតើសង្ហាយ៉ាងណាទៅណោះនាយគិតបណ្ដើដកដង្ហើមធំបណ្ដើឯណាវឿនឃើញដូច្នេះក៏សួរទៅអាសនាម៉េចក៏ដកដង្ហើមធំអញ្ចឹងតើកំពុងគិតអីឮណាវឿនសួរអាសនាដូចជាភ្ញាក់បន្តិចរួចងាកមកតបទាំងរដាក់រដប់អូអត់គិតអីទេខ្ញុំគ្រាន់តែយ៉ាងម៉េចអាសនាខំនឹករកពាក្យមករៀបរាប់និយាយខ្ញុំគ្រាន់តែខ្ញុំគិតថាបើសិនជាខ្ញុំមានម៉ូតូល្អដូចគេមើលទៅប្រហែលជាមិនធ្វើឲ្យណាវឿនខ្មាស់គេទេការត្អូញរបស់នាងស្នាធ្វើឲ្យណាវឿនដកដង្ហើមធំដែររួចនាងសម្លឹងទៅឆ្ងាយដោយទម្លាក់ទឹកមុខបន្តិចផងកុំនិយាយដូចនេះអីអាសនាខ្ញុំមិនដែលនឹកឃើញប្រកាន់អីនឹងរឿងមានក្រអីនោះទេសំខាន់ឲ្យតែយើងមានចិត្តស្មោះត្រង់ឬរឹកពៀថ្លៃថ្នូរទៅគ្រប់គ្រាន់ហើយចំពោះខ្ញុំអាសនាលន់មាត់សួរបញ្ជាក់មែនឬណាវឿនងក់ក្បាលមែនហើយស្ដាប់ការបកស្រាយនិងការបង្ហាញទឹកចិត្តរបស់ណាវឿនធ្វើឲ្យនាងស្នាធូរទ្រង់និងរីករាយក្រៃលែងហើយនាយលួចសង្ឃឹមក្នុងចិត្តយ៉ាងរំភើបនាយគិតថាថ្ងៃណាមួយនាយនឹងធ្វើឲ្យណាវឿនឃើញពីសមត្ថភាពជាកូនប្រុសរបស់នាយជាមិនខានគឺនាយនឹងខំសិក្សាស្វែងរកអនាគតឲ្យបានត្រចះត្រចង់កំពុងតែដប់គ្នាដោយមិនដឹងខ្លួនសោះនោះសត្វតែម៉ូតូប៊ូសានជិះបញ្ច្រាស់ពីមុខពួកគេដោយដប់ស៊ីម៉នពីក្រោយផងតែប៊ូសានមិនបានចាប់អារម្មណ៍ឡើយប៉ុន្តែស៊ីម៉នឃើញហើយឧទានឡើង
អេប៊ូសានអ្នកដែលជិះកង់អំបញ្ញមិញដូចជានាងណាវឿននារីកំពូលដួងចិត្តរបស់ឯងឮឈ្មោះណាវឿនប៊ូសានចាប់ហ្វ្រាំងម៉ូតូឈប់ងក់ហើយបែរមកសួរស៊ីម៉នណាវឿននៅឯណាស៊ីម៉នចង្អុលទៅក្រោយនោះគឺអ្នកកំពុងជិះកង់ពីក្រោយប្រុសម្នាក់នោះប៊ូសានខំតាមសម្លឹងមើលតាមដៃស៊ីម៉នចង្អុលហើយឃើញណាវឿនមែនតែនាយមើលមិនស្គាល់នាយស្នាឡើយប៊ូសានលន់មាត់អើណាវឿនមែនតាវៃចុះប្រុសម្នាក់ដែលដប់នាងនោះជាអ្នកណាស៊ីម៉នពោលបែបកំប្លែងមានអ្នកណាគឺច្បាស់ជាសង្សារគេហើយប៊ូសានឧទានធ្វើមុខមាំសង្សារនាងមានសង្សារហើយហ៎មិនបានទេគ្នាទៅជួបនាងសិនពេលចប់ប៊ូសានបំរុងបត់ម៉ូតូត្រឡប់ក្រោយតែស៊ីម៉នខត់ណែឯងបំរុងធ្វើអីឯងចង់ទៅរករឿងគេមែនទេណាហើយបើគេមានសង្សារហើយឯងកុំរំខានស្នេហាគេអីមិនបានទេគ្នាត្រូវតែសួរនាងឲ្យច្បាស់សួរយ៉ាងម៉េចឯងជាឪពុកគេមែនទេគេមានសង្សារជារឿងរបស់គេឯងមានសិទ្ធិអីទៅដេញដោលគេនោះគ្មានមែនតែគ្នាតាក់ទងនាងជាយូរណាស់មកហើយស៊ីម៉នសួររកហេតុផលតាក់ទងក៏ដោយប៉ុន្តែឯងជាអ្នកទៅរកគេអីតាមិនមែនគេមករកឯងឯណាហើយបើទោះជាគេជាសង្សាររបស់ឯងក៏ឯងគ្មានសិទ្ធិហាមឃាត់គេដែរប៊ូសានលន់មាត់មិនក៏ឯងថាគ្មានសិទ្ធិគ្មានអីទៅឆ្ងល់ដូចឯងអញ្ចឹងសប្តាហ៍ថ្ងៃឯងមានស្រីរាប់ផ្លូនចុះបើមាននាងណាម្នាក់ក្នុងចំណោមសង្សារទាំងនោះខត់ឯងថាមិនអោយឯងមានស្រីផ្សេងតើឯងឆ្លើយថាមិនទៅវិញប៊ូសានតបយ៉ាងរហ័សគឺនាងនោះគ្មានសិទ្ធិទេស៊ីម៉នងក់ក្បាលត្រូវហើយដូច្នេះឯងក៏គ្មានសិទ្ធិខាត់គេដែរជិះវៀងតែឯងជាប្តីគេទៅបានប៊ូសាននិយាយលេងចេញឃើញប៊ូសានតល់ស៊ីម៉នក៏ពោលបន្តណាហើយកុំរំខានគេអីតោះទៅបន្ទាយើងទៅយប់ហើយគ្នាឃ្លានណាស់ប៊ូសានធ្វើមុខក្រញ៉ូវបានតែគ្នាមិនបញ្ឈប់ត្រឹមនេះទេដោយមិនអាចរកលេសទៅជួបណាវឿនបានប៊ូសានក៏បើកម៉ូតូចេញទៅទាំងមិនសុខចិត្តហើយនាយគិតថានាយនឹងយកណាវឿនឲ្យបានក្នុងពេលខាងមុខហើយនឹងឲ្យនាងស្គាល់ប៊ូសានកាន់តែច្បាស់ជាងនេះទៅទៀតសាច់មាត់ខៃថ្ពាល់ក្រហមសែងរលោងដោយស្លាបមេយូរ៉ានឹងដើមទ្រូងក្រពុំមួយខ្លំតឹងណែនប្រុងម្ចារីដ៏គួរឲ្យចង់ថ្នាក់ថ្នមបីបងអង្អែនោះនាយភ្លេចមិនបានឡើយទោះមធ្យោបាយណាក៏ដោយត្រូវតែយកនាងមកទ្រាប់ដើមទ្រូងស្អំបេះដូងឲ្យតតែបាននរណាមិនស្គាល់ប៊ូសានជាចៅទួតរបស់ព្រះកាមទេពស្មោះរឿងស្រីនេះចូលចិត្តលេខ1ស៊ូតៃហោងក្រោមកន្ទុយក្បិនមិនខ្លាចឡើយទ្វារមរណៈទៅនរកបើទោះប្រពន្ធគេក៏ដោយឯរកាសដែកនីមិនដែលនឹកឈឺក្បាលខ្លាចមួយសរសៃសក់ឡើយឮតែគេថាប៉ុណ្ណោះនរណាដែលឃើញមិនព្រឺឡើយស្លាប់ផុតមិនដឹងទៅណាដូចតែគ្នាបើប្រុសសុទ្ធតែមានគំនិតដូចនេះតើស្រីក្នុងលោកនេះអាចសល់ខ្លះឬអត់សម្រាប់អ្នកនិពន្ធ